ពេលខ្ញុំទៅផ្សារខ្ញុំឧស្សាហ៍ទិញផ្លែឈើគេលក់អាខូចៗណាហើយពេលខ្លះនៅពេលដែលយើងចូលរើសផ្លែឈើខូចៗចឹងមានគេមើលមកយើងក្នុងខ្សែភ្នែកឆ្ងល់គេឆ្ងល់ថាងយើងទិញអារបស់ចឹងទៅហូបម៉េចហើយហូបដូចថាហូបរបស់អត់គុណភាពអីចឹងណាតាមពិតបងប្អូនផ្លែឈើមួយចំនួនណាគឺខ្ញុំទិញមកខ្ញុំឆ្កឹះយកទៅគ្រាប់ទេព្រោះដើម្បីយកមកបដោះទុកលក់ហើយចំណែកសាច់វាវិញគឺខ្ញុំបោះចោលហើយសួរថាងមិនក៏យើងមិនទិញអាល្អមកនៅពេលដែលយើងទិញអាល្អចាយើងបានហូបសាច់មែនប៉ុន្តែយើងចំណាយលុយច្រើនជួនកាលផ្លែឈើខ្លះយើងមិនសូវចង់ហូបអីអញ្ចឹងណាហើយថ្ងៃនេះខ្ញុំមកដាំល្ហុងដូចល្ហុងហ្នឹងខ្ញុំទិញតាម$1ទេហើយបានគ្រាប់ឡើងចេះតិចបើខ្ញុំទិញល្ហុងអាល្អមកឡើង$6-7ជួនកាល$8អីណាបងប្អូនចាហើយនិយាយពីចេកខ្ញុំនៅក្រោយផ្ទះនេះគឺសំណាងមែនទែនដែលវាដួលមកអត់ចាំដើមម្កាក់ហ្នឹងក៏សំណាងដែរកូនខ្ញុំគឺគាត់ចូលចិត្តញ៉ាំប៉ៅហើយប៉ៅនេះគឺកាប់ក្រោយផ្ទះមកគឺស្រស់ហ្មងញ៉ាំទៅផ្អែមល្អមែនទែនសบายចិត្តបន្តិចបន្តួចដែរបងប្អូននៅពេលដែលយើងបដោះគ្រាប់អីមួយហើយឃើញវាដោះមកបានល្អអញ្ចឹងណាចានេះគឺកូនផ្កា Desero ដែលខ្មែរយើងមួយចំនួនហៅថាផ្កាចំបៃសៀមហ្នឹងតាមពិតទៅខ្ញុំសុំទោសផងបងប្អូនខ្ញុំក៏មិនចង់ហៅពាក្យចំបៃសៀមនឹងដែរប៉ុន្តែក្រែងលោបងប្អូនមួយចំនួនអត់ស្គាល់ចានេះគឺផ្កា Desero ចាពពុះច្រើនជាន់ណាតបកច្រើនជាន់ដែលខ្ញុំដាំចេញពីគ្រាប់ចាគឺស្រួលដាំមែនទែនបងប្អូនទៅតែបាន10ថ្ងៃទេហើយខ្ញុំទិញគ្រាប់គេមកចា30គ្រាប់ហ្នឹងគឺតម្លៃដល់ទៅ$35ណោះបន្ទាប់មកខ្ញុំយកមកដាក់ក្នុងប្រអប់របស់ខ្ញុំចាដើម្បីការពារកុំឲ្យសត្វពីចូលស៊ីព្រោះក្នុងប្រអប់នេះគឺវាមានសុវត្ថិភាពចាកដុលអីចូលអត់បានទេបងប្អូនដែលនៅ Brisbane ប្រទេសអូស្ត្រាលីចាប្រយ័ត្នអត់ស្គាល់ផ្សារនេះគឺមានឈ្មោះថា Brisbane Market និយាយទៅវានៅគៀកក្រុងដែរគេហៅថាផ្សារថ្ងៃចុងសប្តាហ៍ប៉ុន្តែផ្សារនេះគឺលក់ថ្ងៃសៅរ៍បងប្អូនផ្សារខ្លះថ្ងៃចុងសប្តាហ៍ដែរគេលក់ថ្ងៃអាទិត្យហើយនិយាយទៅនៅក្បែរផ្ទះខ្ញុំដែរយូរខ្ញុំមកម្ដងខ្ញុំអត់សូវមកទេព្រោះមកផ្សារនេះគឺចូលត្រូវបង់លុយតាមពិតមិនជាច្រើនទេបងប្អូនម្នាក់$2ខ្ញុំចូលមកអស់$4ដោយសារកូនខ្ញុំចាក្មេងៗគឺគេអត់យកលុយទេហើយអ្នកលក់មួយចំនួនចានៅផ្សារនេះគឺគាត់លក់នៅផ្សារនេះផងលក់នៅ Woodridge ផងមានន័យថាអ្នកលក់តែមួយអញ្ចឹងណាហើយបើបងប្អូនចង់ទិញដំណាំទិញអីចានៅផ្សារនេះគឺធូរថ្លៃមែនទែនចង់ធូរថ្លៃជាងខ្ញុំលក់នៅផ្ទះផងហើយមានដំណាំច្រើនណាបងប្អូនអើយនេះគេហៅថារោអស់ប្រទេសឈើងាប់ថ្ងៃនេះបន្ទាប់ពីចេញពីផ្សារមករៀងហត់ដែរប្តីខ្ញុំថាទៅរកផឹកកាហ្វេនៅកន្លែងចាស់ពួកអីគឺគាត់ចូលចិត្តកន្លែងហ្នឹងណាបន្ទាប់ពីហៅកាហ្វេហៅអីហើយខ្ញុំក៏កលេចទៅឃើញហាងគេលក់កណាត់ឃើញមនុស្សជុំក៏ដើរទៅមើលហើយឃើញតម្លៃកណាត់គេលក់ហ្នឹងគឺធូរថ្លៃមែនទែនបងប្អូនចាកណាត់ទាំងអស់នេះគឺកណាត់ថ្មីចាមិនមែនកណាត់មកទឹកទេណាហើយតម្លៃធូរថ្លៃហ្នឹងគឺដោយសារតែហាងហ្នឹងគឺគេកម្រងបិទអញ្ចឹងគេលក់ឡាយឡងចោលហើយត្រូវនឹងខ្ញុំណាគឺថាឃើញខ្វាកហ្មងរើសយកអាណាស្អាតមកបាន2ស្បោកហើយនេះគឺជាកាដូថ្ងៃ Mother Day របស់ខ្ញុំហើយឥឡូវបងប្អូនមើលថាខ្ញុំទិញបានកណាត់អីខ្លះចាកណាត់ទាំងអស់ហ្នឹងគឺស្អាតណាហើយអាចកាត់អាវកាត់អីបានទៀតឥឡូវយើងមកមើលចាមុខជាងដេម្ដងតើមានជាងដេប្រមាណអ្នកចានេះគឺសុទ្ធតែជាងដេប្រចាំផ្ទះខ្ញុំហើយនិយាយទៅកូនខ្ញុំទាំងពីរអ្នកហ្នឹងហើយនឹងខ្ញុំហ្នឹងគឺថាចូលចិត្តដេណាបងប្អូនអើយឥឡូវគឺមានតែប៉ុណ្្នឹងឯងថ្ងៃនេះបាយ